ព្រោះហេតុតែទ្វាររបស់ចិត្តមានច្រើនដូច្នេះទើបព្រះអនុរុទ្ធាចារ្យបានចាត់លំដាប់នៃចិត្តនិងចេតសិកដែលកើតឡើងក្នុងទ្វារនីមួយៗទុកដូចមានគាថាតទៅនេះសង្ឃហគាថាឯកទ្វារិកចិត្តតានិបញ្ចឆទ្វារិកនិច្ចឆទ្វារិកវិមុត្តានិវិមុត្តានិច្ចសព្បថាឆតតੰតសិសតិសំទោឆតតੰសតិតថាតៃណេเอกตังសะយថាកម្មੰទស្សធានវធាចេតិបញ្ចធាបរិទីបយេប្រែថាបណ្ឌិតក៏បីសម្ដែងចិត្តជា5ន័យដូចនេះចិត្តដែលប្រព្រឹត្តទៅតែក្នុងទ្វារមួយក៏មានចិត្តដែលប្រព្រឹត្តទៅក្នុងទ្វារ5ក៏មានចិត្តដែលប្រព្រឹត្តទៅក្នុងទ្វារទាំង6គ្រាខ្លះផុតចាកពីទ្វារក៏មានចិត្តដែលផុតចាកពីទ្វារទាំង6សុទ្ធក៏មានដោយប្រការទាំងពួងជាចិត្តមានចំនួន36ដួងផង3ដួងផង31ដួងផង10ដួងផងនិង9ដួងផងតាមលំដាប់